រឿងរ៉ាវដ៏រន្ធត់និងមិនអាចបំភ្លេចបានមួយនេះគឺជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំដែលបានកើតឡើងកាលពី2ឆ្នាំមុនក្នុងអំឡុងពេលដែលខ្ញុំនិងក្រុមការងារថតរូប3នាក់ទៀតមានខ្ញុំអាណិតនិងអាភាបានចុះទៅធ្វើការថតឯកសារអំពីជីវិតប្រជានេសាទនៅឯភូមិលើទឹកក្នុងខេត្តសៀមរាបគោលបំណងរបស់យើងគឺចង់ផ្ដិតយកទិដ្ឋភាពដ៏ស្រស់ស្អាតនៃបឹងទន្លេសាបនៅពេលព្រឹកព្រលឹមនិងជីវិតការនេសាទនៅពេលយប់ដោយសារតែពួកយើងចង់បានរូបភាពដែលល្អឯកនិងមិនចង់ខាតពេលធ្វើដំណើរទៅមកក្រុងពួកយើងក៏សម្រេចចិត្តយ៉ាងក្លាហានថានឹងមិនត្រឡប់មកដេកនៅសន្តាគារក្នុងក្រុងទេគឺពួកយើងជួលផ្ទះបណ្ដែតទឹកមួយខ្នងរបស់ប្រជាជននៅទីនោះដើម្បីស្នាក់នៅមួយយប់ផ្ទះដែលពួកយើងជួលនោះស្ថិតនៅដាច់ឆ្ងាយពីផ្ទះអ្នកភូមិដទៃទៀតប្រហែលជា500ម៉ែត្រវាជាផ្ទះឈើចាស់បុរាណមួយដែលសាំងនៅលើក្បួនឫស្សីនិងធុងសាំងពណ៌ខៀវធំមានរានហាលធំទូលាយបែរមុខទៅរកផ្ទៃបឹងដ៏ល្វឹងល្វើយម្ចាស់ផ្ទះបានប្រាប់ថាគាត់មិនសូវបានមកនៅទេទុកចោលយូរហើយទើបតែមកសម្អាតសម្រាប់ជួលឲ្យភ្ញៀវនៅពេលថ្ងៃលេងទិដ្ឋភាពពិតជាស្រស់ស្អាតរកអ្វីព្រៀបផ្ទឹមពុំបានព្រះអាទិត្យពណ៌ក្រហមឆ្អិនឆាយបានលិចចុះទៅក្នុងផ្ទៃទឹកបន្សល់ទុកនៅពន្លឺពណ៌មាសរឹមប៉ុន្តែនៅពេលដែលព្រះអាទិត្យលិចបាត់អស់ទៅហើយនោះភាពងងឹតក៏ចូលមកគ្របដណ្ដប់យ៉ាងលឿននៅទីនោះគ្មានភ្លើងអគ្គិសនីប្រើប្រាក់ទេគឺប្រើតែអាគុយសម្រាប់បំភ្លឺអំពូលមួយគ្រាប់និងភ្លើងទៀនប៉ុណ្ណោះបរិយាកាសដែលធ្លាប់តែស្រស់ស្អាតស្រាប់តែប្រែជាស្ងាត់ជ្រងំនិងគួរឲ្យខ្លាចយើងឮតែសំឡេងទឹកបោកក្រោមផ្ទះជុកជុកនិនសំឡេងក្តារផ្ទះដែលយោលតាមរលកទឹកលាន់លឺងើតគូឲ្យវិលមុខខ្យល់បក់មកត្រជាក់ស្រេងនាំយកក្លិនឆ្អាបនៃទឹកនិងក្លិនភក់មកជាមួយម៉ោងប្រហែលជា11យប់មិត្តភក្តិខ្ញុំ2នាក់ទៀតអាណិតនិងអាភាដោយសារតែហត់នឿយនឹងការងារពេញមួយថ្ងៃពួកគេក៏នាំគ្នាចូលដេកលងលក់ទៅនៅសល់តែខ្ញុំម្នាក់ឯងគត់ដែលកំពុងអង្គុយរៀបចំរូបភាពខ្លុងកាមេរ៉ានិងចម្លងឯកសារចូលកុំព្យូទ័រនៅកណ្ដាលផ្ទះក្រោមពន្លឺភ្លើងទៀនដែលឆេះព្រាកស្រាប់តែក្នុងភាពស្ងាត់ជងុំនោះខ្ញុំបានឮសំឡេងចម្លែកមួយតុកវាជាសំឡេងគោះប៉ុន្តែមិនមែនគោះទ្វារឬគោះជញ្ជាំងទេសំឡេងនោះមកពីខាងក្រោមផ្ទះត្រង់កន្លែងដែលខ្ញុំកំពុងអង្គុយតែម្ដងដំបូងឡើយខ្ញុំគិតខឹងចិត្តថាប្រហែលជាត្រីធំឬគល់ឈើអណ្ដែតមកបុកបាតធុងសាំងឬក្បូនរស័យទេដឹងខ្ញុំក៏មិនចាប់អារម្មណ៍ហើយបន្តធ្វើការទៀតប៉ុន្តែប្រហែលជា5នាទីក្រោយមកសំឡេងនោះក៏លាន់លឺទៀតតុកលើកនេះវាកាន់តែខ្លាំងនិងច្បាស់ជាងមុនហើយវាហាក់ដូចជាមាននរណាម្នាក់កំពុងតែយកដៃគោះក្តារពីខាងក្រោមដើម្បីហៅខ្ញុំចាប់ផ្ដើមមានអារម្មណ៍មិនស្រួលរោមដៃខ្ញុំបាស់ខ្យល់ក្រខ្ញុំក៏បិទកុំព្យូទ័រហើយយកភៀនដើរទៅស្រោមើលតាមប្រឡោះក្តារផ្ទះដែលមានចន្លោះធំពន្លឺភៀនរបស់ខ្ញុំបានចាំងចុះទៅក្នុងទឹកដែលខ្មៅងងឹតដហាងដើមទឹកនៅទីនោះជ្រៅណាស់ហើយខ្មៅដូចទឹកថ្នាំដំបូងឡើយខ្ញុំមិនឃើញអ្វីទេឃើញតែរលកទឹកតិចតែនៅពេលដែលខ្ញុំបំរុងនឹងងើបក្បាលវិញស្រាប់តែខ្ញុំឃើញវត្ថុម្យ៉ាងមានសក់ពណ៌ខ្មៅល្វែងអន្លើយនិងសំពងកំពុងតែអណ្ដែតរេទៅរេមុខនៅក្រោមផ្ទះជាប់ទៅនឹងសសរផ្ទះមិនទាន់ថែមបាត់ចម្ងល់ផងស្រាប់តែផ្ទៃទឹកខាងក្រោមបានក្រមើកគ្រូកពពុះទឹកបានផុសឡើងហើយដៃមួយគូដ៏ស្លែកស្លែកដោយកដាស់និងមានស្បែកជ្រីវរាងដោយសារក្រាំទឹកយូរបានលូកចេញពីទឹកមកចាប់តង់ធ្នើមផ្ទះខាងក្រោមយ៉ាងជាប់ក្រជាដៃរបស់វាល្វែងនិងខ្មៅកខុសក្នុងស្ទុះថយក្រោយទាំងភេលន្ធត់ហើយដួលផ្ងាវក្រោយក្នុងប្រញាប់ទៅដាស់មិត្តផ្លាក់ឃ្លុំទាំងពីអដៃមិត្តម៉ាក់ក្រោកឡើងភ្លាមមានមនុស្សនៅក្រោមផ្ទះពួកយើងទាំង3ញាក់ភ្ញាក់តង់រងហើយនាំគ្នាមកមើលនៅពេលនោះផ្ទះបណ្ដែតទឹករបស់យើងចាប់ផ្ដើមឃ្លោងយ៉ាងខ្លាំងឃ្លោងទៅឆ្វេងទៅស្ដាំហាក់ដូចជាមានមនុស្សច្រើនអ្នកកំពុងតែព្យាយាមឡើងមកលើផ្ទះពីគ្រប់ទិសទានក្លិនស្អុយមួយបានសាយភៀងឡើងតាមប្រឡោះក្តារវាមិនមែនក្លិនភក់ធម្មតាទេតែជាក្លិនភក់លាយនឹងក្លិនសាកសពស្អុយរលួយដែលធ្វើឲ្យពួកយើងចង់ក្អួកភ្លាមមានទឹកហូរចូលតាមប្រឡោះក្តារជូកហើយយើងឃើញម្រាមដៃខ្មៅជាច្រើនរត់មិនអស់
ลูกតាមប្រឡោះក្តារព្យាយាមចាប់ជើងពួកយើងម្រាមដៃខ្លះមានសាច់ម្រាមដៃខ្លះនៅសល់តែឆ្អឹងពួកយើងស្រែកឆឡោហើយរត់ទៅរកទ្វារដើម្បីចេញទៅក្រៅតែពេលបើកទ្វារចេញទៅរៀនហាលខាងក្រៅអ្វីដែលយើងឃើញគឺធ្វើឲ្យយើងអស់សង្ឃឹមនៅជុំវិញផ្ទះរបស់យើងនៅក្នុងទឹកដ៏ខ្មៅងងឹតនោះមានក្បាលមនុស្សរាប់សិបនាក់កំពុងតែងើបចេញពីទឹកខ្លះងើបត្រឹមកខ្លះងើបត្រឹមចង្កេះមុខរបស់ពួកគេហើមប៉ោងស្លេកស្លាងភ្នែកសល្វឹងមានក្របខ្មៅសក់របស់ពួកគេលវែងអន្លោយបិទមុខពួកគេកំពុងតែហៅសំដៅមកផ្ទះយើងហើយស្រែកថ្ងងព្រមគ្នាថាត្រជាក់ណាស់ជួយផងត្រជាក់ណាស់យកពួកយើងទៅផងសំឡេងថ្ងោររបស់ពួកគេលាន់លឺរំពឹងពេញផ្ទៃទឹកលាយឡំជាមួយនឹងខ្ជិលបក់មិត្តភក្តិខ្ញុំម្នាក់ឈ្មោះអាណិតបានឃើញទូកស្មាច់មួយតូចដែលម្ចាស់ផ្ទះចងទូកនៅក្បែរនោះពួកយើងក៏សម្រេចចិត្តឡោតចុះទៅក្នុងទូកនោះទាំងប្រថុយប្រថាំងពេលយើងឡោតចុះទៅពួកខ្មោចទាំងអស់ព្យាយាមហែលមកចាប់ទូកយើងដៃរបស់វាត្រជាក់ដូចទឹកកកបានចាប់កកជើងខ្ញុំតែខ្ញុំបានយកជើងធាត់វាចេញអាភិបប្រញាប់កាត់ខ្សែពងចេញយើងព្យាយាមបញ្ឆេះម៉ាស៊ីនទូកប្រៅតែម៉ាស៊ីនមិនឆេះសោះហាក់ដូចជាមានអ្វីមួយទប់ពួកខ្មោចកាន់តែខិតមុខជិតមុខរបស់ពួកវាដែលហើមរលួយនៅក្បែរទូកយើងខ្ញុំបានលើកដៃសំពះបន់ស្រន់ដល់វត្ថុស័ក្តិសិទ្ធិសូមជួយពួកខ្ញុំផងពួកខ្ញុំគ្រាន់តែមកសូមស្នាក់អាស្រ័យមិនមានចេតនាលូកលបទេស្រាប់តែប្រែនម៉ាស៊ីនទូកក៏ឆេះឡើងយើងបើកម៉ាស៊ីនទូកពេញទំហឹងគ្រប់កម្លាំងទូកនោះគឺជាផ្ទះដែលធ្លាប់មានគ្រួសារមួយលិចទូកស្លាប់ទាំងគ្រួសារកាលពីយុគឆ្នាំមុនហើយសាកសពរកមិនឃើញគេថាវិញ្ញាណរបស់ពួកគេនៅតែវិលវល់រកកម្លាំងច្រប់ទើបយ៉ាងណាទៅដេកទីនោះក៏តែងតែជួបហេតុការណ៍បែបនេះតាំងពីពេលនោះមកខ្ញុំលែងហ៊ានទៅដេកនៅផ្ទះបណ្ដែតទឹកដែលដាច់សំវែងបែបនេះទៀតហើយ